នេះហៅ review grid គេហៅ grid view បានណាបើយើងចង់ធ្វើអា banner list នេះពីយើងអត់ได้បាក់ធ្វើទេយើងគ្រាន់តែដូរ position វាមកផ្ដេកវិញមកផ្ដេកទាញឲ្យពេញមកសឹងថាចង់ឲ្យបាត់ហើយតែប៉ុន្តែវាខុសគ្នាត្រង់ថាអញ្ចឹងពីយើងធ្វើអានេះយើង align វានៅកណ្ដាលទៅតែប៉ុន្តែអានេះវាគួរតែ align នៅឆ្វេងហ្នឹងបើកុំឲ្យវា sketch it's better to ដាក់ទៅឆ្វេងទៅនេះមកឆ្វេងចឹងទៅវា clean ជាងអាស៊ីសឥឡូវខ្ញុំស្រេអានឹងដាក់ទៅឆ្វេងអស់ហើយឲ្យចុះដាក់មកឆ្វេងអស់មកតិចនេះក៏មកឆ្វេងដែរបើយើងដាក់មកឆ្វេងអស់អត់បាក់ធ្វើទេឥឡូវខ្ញុំ copy អា component មិញមកធ្វើខ្ញុំបដាច់វាចោលនោះសិនតោះមកខ្ញុំគាត់ដាក់ដូរ position វាទៅគេ alignment វាទៅ horizontal ទៅហើយទាញមកអញ្ចឹងវានឹងមកបាត់ហើយអូខេសឹងតែចង់ហើយបាត់ហើយអញ្ចឹងអីយើងទៅខ្វះគឺខ្វះតែរឿងប៊ូតុងនេះទេអញ្ចឹងប៊ូតុងនោះជាខ្ញុំចាំគ្នាធ្វើ state ទៀតអត់ធ្វើទេឥឡូវសម័យថាដាក់ចូលទៅអញ្ចឹងយើងអត់ទាន់យកចង់បានអញ្ចឹងទេព្រោះដោយសារអានេះទៅពិតយើងគួរ set size ឲ្យហើយអានេះវាយក100ខុសបាត់ហើយណាអានេះយើងយក size gray ឲ្យមកនេះឧទាហរណ៍ថាឥឡូវយក191យើងដាក់191ឲ្យបាទដូចគ្នានេះដាក់191ទៅយើងយក size gray បើយើងនិយាយស្រួលយល់ដាក់191ទៅតោះមកសេរីអា size ហ្នឹងចានេះយើងយក191អត់ direct ឲ្យដែរ191ដឹងថាវាចេញអញ្ចឹងហើយអញ្ចឹងអីយើងត្រូវធ្វើគឺយើងគ្រាន់តែក្តោប auto layout មួយតង់ទៀតទេនៅលើអាប៊ូតុងនេះក្តោបមកដាក់វាទៅក្រោមទៅចប់បាត់ហើយតែបើយើងចង់ឲ្យវា fill យើងដូរមក fill មកដាក់ auto ទៅវានឹងបុកទៅក្រោមហើយតែយើងអាច play around មួយ size នេះបាននេះអា size អស់នេះយើងអាចចង់ឲ្យវាចេញដូរទម្រង់នេះគឺក៏បានដែរអត់អីចាំទៅតាមគ្នាចង់បាននេះបើគ្នាចង់បានអញ្ចឹងយើងគាត់តែ copy ហ្នឹងមកដាក់ចូលក្នុងនេះមកលុបអានេះចោលទៅចប់ហើយធ្វើតាមនេះយើងលុបចោលទៅអានេះយើងគ្រប់វាចូលមួយទៅដាក់16ទៅឧទាហរណ៍បានទម្រង់នោះបានហើយដូចយើងចង់ឲ្យអាសាយទូជាងមុនយើងសេរីសាយទៅដាក់132ទៅបានហើយអញ្ចឹងគាត់យើងនៅតែអាចធ្វើបានដែរបាទអញ្ចឹងនេះក៏ត្រូវមានទម្រង់ promotion ឲ្យដូចគ្នាពេលធ្វើយើងត្រូវធ្វើអស់ហ្មងនេះគ្នាយើងមាន padding មានអីទៀតអញ្ចឹងយើងអាចដាក់ទៅដាក់8ជុំវិញទៅហើយដាក់ពណ៌សមួយមកចលោទៅនឹង padding វា12 round វា12អញ្ចឹងពេលយើងធ្វើ promotion យើងគ្រាន់តែដូរដូចមិនអញ្ចឹងនេះ copy នេះមកដាក់ក៏បានដែរ copy អា promotion ហ្នឹងមកដូចគឺយើងធ្វើលើនេះហ្មងក៏បានដែរដាក់ទៅហើយខ្វែងវាចោលទៅដាក់ពណ៌ក្រហមហើយ time label មក label វានៅណានេះ label វានៅនេះយើងដាក់ទៅដូររូបភាពមិញនេះដូររូបភាពនេះចោលទៅដាក់128វិញ132វិញមកអញ្ចឹងយើងបានជា label សម្រាប់ promotion ហើយដោយសារយើងធ្វើអានេះហើយណាបើយើងធ្វើអានេះហើយចង់ធ្វើអានេះស្រួលទេ copy តែ content ដាក់ចូលទៅចប់ហើយចេញនេះក្តោបជា component មួយវិញនេះឃើញទម្រង់វិញអញ្ចឹងអូខេ